តែលេងប្រទេសជប៉ុនណាខ្ញុំបានធ្វើសកម្មភាពជាច្រើនប៉ុន្តែសកម្មភាពមួយដែលខ្ញុំចងចាំជាងគេគឺការទៅជិះស្គីទឹកកកនៅ Fuji Ten Snow Resort ដោយសារតែរំទៅដល់ទីហ្នឹងគឺខ្ញុំត្រូវចំណាយពេលជិះកង់រហូតដល់3ម៉ោងតែបើគិតពីចម្ងាយផ្លូវតែ13គីឡូម៉ែត្រទេប៉ុន្តែ13គីឡូម៉ែត្រហ្នឹងគឺឡើងភ្នំសុទ្ធហ្មងអ្នកទាំងអស់គ្នាអញ្ចឹងហើយបានខ្ញុំចងចាំសកម្មភាពហ្នឹងខ្លាំងជាងគេបើនិយាយថា13គីឡូម៉ែត្រគឺវាមិនឆ្ងាយប៉ុន្មានទេប៉ុន្តែដោយសារតែស្ថានភាពផ្លូវហ្នឹងគឺជាផ្លូវឡើងភ្នំអញ្ចឹងមានផ្លូវខ្លះគឺខ្ញុំអត់អាចធាក់កង់ឡើងបានទេគឺរុញកង់ឡើងតែម្ដងសួរថាបើដឹងថាផ្លូវឡើងភ្នំហើយហេតុអីក៏នៅទៅនាំគ្នាជិះកង់ទៅទៀតមិនក៏មិនជិះឡានក្រុងឬក៏ជិះតាក់ស៊ីទៅហ្មងទៅតាមពិតទៅពួកខ្ញុំមានកម្រងជិះឡានក្រុងឡើងទៅលេងស្គីនៅលើភ្នំនឹងឯងប៉ុន្តែដោយសារតែឡានក្រុងហ្នឹងគឺគេមានរយៈពេលបើកបិទរបស់គេអញ្ចឹងគេបើកចន្លោះពីចុងខែ12រហូតទៅដល់ដើមខែ3ហើយថ្ងៃដែលខ្ញុំទៅហ្នឹងហួសថ្ងៃដែលគេបើកហើយអញ្ចឹងគឺគេបិទគឺពួកខ្ញុំមិនអាចជិះឡានក្រុងបានទេហើយបើនិយាយពីតាក់ស៊ីគឺពួកខ្ញុំរត់តែមិនអាចជិះទៀតដោយសារតែតម្លៃដែលត្រូវជិះឡើងភ្នំហ្នឹងគឺថ្លៃខ្លាំងមែនទេបើគិតទាំងទៅទាំងមកហ្នឹងគឺចំណាយប្រហែលជា12000ទៅ13000យេនហើយបើគិតជាលុយខ្មែរប្រហែលជា740,000រៀលដែរគឺអស់ច្រើនខ្លាំងមែនទែនគឺពួកខ្ញុំអត់ជិះទេក៏នាំគ្នាសម្រេចចិត្តជួលកង់អស់ម្នាក់1500យេនដែលគិតជាលុយខ្មែរប្រហែលជាអស់ម្នាក់40000រៀលទេគាត់ថាយើងចំណាយកន្លងបន្តិចចឹងណាការចូលទៅលេងស្គីនៅ Fuji Ten Resort ហ្នឹងគឺអត់បងលុយអីទេតើតែយើងជួលស្បែកជើងស្គីគេជិះចឹងបានយើងអស់លុយអញ្ចឹងមុននឹងទៅជិះស្គីលេងគឺពួកខ្ញុំទៅរកបាយញ៉ាំសិនព្រោះពេលដែលខ្ញុំទៅដល់ហ្នឹងគឺម៉ោង12:40នាទីហើយគឺហេវបាយខ្លាំងមែនទែនអ្នកទាំងអស់គ្នាចឹងនាំគ្នាទៅរកញ៉ាំបាយដើម្បីមានកម្លាំងសិនមុននឹងយើងទៅជិះស្គីបន្ទាប់ពីញ៉ាំបាយមានកម្លាំងហើយពួកខ្ញុំនាំគ្នាទៅសួរព័ត៌មានគេពីការជួលស្គីបតរបស់គេហ្នឹងថាគេគិតមិនអីមិនចឹងហើយសម្រាប់ពួកខ្ញុំគឺពួកខ្ញុំជ្រើសរើសយកការជិះតែកន្លះថ្ងៃទេអញ្ចឹងតម្លៃគឺ4000យេនបើគិតជាលុយខ្មែរប្រហែលជា110,000រៀលនិយាយពីថាថ្ងៃហ្នឹងនៅពេលដែលជួលស្គីបតហើយម្នាក់គឺនាំគ្នាដើរកាន់ស្គីបតនឹងឡើងទៅហើយដូចអ្នកចេះជិះហើយអ្នកធ្លាប់ជិះតាំងពីពេលណាអញ្ចឹងតាមពិតពួកខ្ញុំអត់ដែរជិះសោះអ្នកទាំងអស់គ្នាសូម្បីតែពាក់ស្បែកជើងហ្នឹងក៏អត់ដឹងពាក់មិនដែរដើរសួរគេពីនឹងឯងអញ្ចឹងបានស្រីស្អាតទាំងពីរអ្នកនេះអញ្ចឹងទៅគាត់បរៀនរបៀបពាក់អញ្ចឹងណាអញ្ចឹងក៏យើងយល់ពីរបៀបពាក់ហើយក៏នាំគ្នារៀនជិះតែម្ដងទៅអញ្ចឹងការរៀនជិះស្គីរបស់ពួកខ្ញុំគឺពួកខ្ញុំពាក់បិជជើងមួយជាហៀងសិនហើយយកជើងមួយជាហៀងទៀតជួយរុញហ្នឹងអត់មានគ្រូទេគឺរៀនខ្លួនឯងតែម្ដងថ្ងៃហ្នឹងគឺជិះសោយមែនតើឥឡូវគ្រូសាខ្ញុំក៏រៀនជិះហើយគឺគាត់ជិះបានសម្រាប់ហើយដល់វគ្គខ្ញុំម្ដងខ្ញុំជិះដួលដូចគ្នាហើយនៅពេលដែលខ្ញុំជិះហ្នឹងគឺខ្ញុំជិះទៅមុខបានប៉ុន្តែគាត់ថានៅពេលដែលឈប់គឺខ្ញុំអត់ចេះឈប់ទេអត់ដឹងថាគេឈប់មិនអញ្ចឹងមានតែបដួលខ្លួនតែហ្មងទៅបើនិយាយទៅអាំងតែនៅលើ snow តុនណាចេះតែហ៊ានបដួលខ្លួនហើយនេះបើសិនជាមិន snow ទេខ្ញុំប្រកាសជាទ្រោមខ្លួនខ្លាំងមែនតើហ្មងហើយម្យ៉ាងថ្ងៃដែលខ្ញុំទៅរៀនជិះហ្នឹងគឺពួកខ្ញុំអត់បានឡើងទៅលើខ្ពស់ទេពួកខ្ញុំជិះនៅកន្លែងទាបដែរទេដោយសារតែយើងអត់ដែរជិះសោះអញ្ចឹងយើងខ្លាចឡើងទៅកន្លែងខ្ពស់ទៅវាគ្រោះថ្នាក់អីអញ្ចឹងណាអញ្ចឹងនាំគ្នាលេងទៅនៅកន្លែងទាបនឹងឯងព្រោះដើម្បីការពារសុវត្ថិភាពអញ្ចឹងសម្រាប់វីដេអូទៅលេង ski នៅ Fuji Ten Snow Resort គឺមានតែប៉ុណ្ណេះបងប្អូនទាំងអស់គ្នាហើយសម្រាប់ link ព័ត៌មានឡានក្រុងដែលឡើងទៅកន្លែងជិះ ski ហ្នឹងគឺខ្ញុំនឹងដាក់ចូលទៅក្នុង description អញ្ចឹងសម្រាប់វីដេអូនេះគឺមានតែប៉ុណ្្នឹងឯងអរគុណបងប្អូនទាំងអស់គ្នាសម្រាប់ការទស្សនាជួបគ្នានៅវីដេអូក្រោយជម្រាបលាបាយ